បងប្អូនដែលចូលចិត្តញ៉ាំខ្លាញ់ឬក៏សាច់ជ្រូក3ជាន់ដូចខ្ញុំអាចមើលពីរបៀបប្រឡាក់ក្នុងវីដេអូនេះបានធានាថាប្រឡាក់ចេញមកញ៉ាំទៅគឺអត់តលាន់ទេបងប្អូនប្រឡាក់ហើយយើងអាំងវារៀងក្រៀមញ៉ាំទៅទេក៏ឆ្ងាញ់ញ៉ាំជាមួយគីមជីបែបកូរ៉េក៏បានហើយញ៉ាំជាមួយការ៉ុតអីក៏ត្រូវដែរនិយាយទៅធានាឲ្យថាញ៉ាំអត់តលាន់ទេចំពោះគ្រឿងផ្សំដំបូងដែលយើងត្រូវការគឺជាសាច់ជ្រូក3ជាន់ហ្នឹងឯងសាច់ជ្រូក3ជាន់គឺខ្ញុំប្រើចំនួនកន្លះគីឡូហើយយើងកាត់វាយកប្រវែងមកល្មមស្មើគ្នាមកហើយចំពោះស្បែកគឺយើងអត់ដាក់ឯណាបងប្អូនព្រោះអីស្បែកតែដាក់ទៅអាំងអត់ឆ្អិនទេហើយសាច់ជ្រូក3ជាន់ហ្នឹងគឺយើងផ្លះវាយកកម្រាស់មកល្មមមកបងប្អូនកុំដាក់ក្រាស់ពេកកម្រាស់ហ្នឹងប្រហែលជាខ្ទង់មួយធ្នាប់ដៃទេបន្ទាប់ពីយើងហាន់សាច់ជ្រូករួចរាល់ហើយយើងមកបុកខ្ទឹមសជាមួយនឹងម្រេចសម្រាប់ម្រេចហ្នឹងគឺខ្ញុំប្រើម្រេចមូលខាងរតនគិរីឬក៏បងប្អូនអត់មានទេអាចប្រើម្រេចកញ្ចប់ធម្មតាក៏បានដែរម្រេចហ្នឹងពេលដែលយើងបុកលាយជាមួយខ្ទឹមសអញ្ចឹងទៅយកទៅប្រឡាក់ជាមួយសាច់ជ្រូកគឺថាធ្វើឲ្យក្លិននឹងឈ្ងុយខ្លាំងមែនតើហ្មងបន្ទាប់ពីយើងបុកវាបានម៉ត់ហើយយើងដួសម្រេចជាមួយនឹងខ្ទឹមសហ្នឹងដាក់ចូលជាមួយនឹងសាច់របស់យើងមកហើយយើងថែមគ្រឿងសាតេចំនួន1ស្លាបព្រាបាយទឹកប្រេងខ្យងចំនួន2ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយម្សៅស៊ុប2ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេស្ករ1ស្លាបព្រាបាយហើយចុងក្រោយគេហ្នឹងបើសិនជាបងប្អូនមានល្ងសយើងរោយវាបន្តិចមកពេលដែលយើងយកទៅអាំងទៅគឺវាកាន់តែមានក្លិនឈ្ងុយហើយចំពោះម្រេចវិញបើសិនជាបងប្អូនអត់សូវចេះហល់ទេយើងអាចដាក់ទៅបន្តិចបន្តួចក៏បានដែរប៉ុន្តែបើសិនជាអត់ដាក់គឺវាអត់សូវឈ្ងុយទេណាបងប្អូនហើយបញ្ជាក់បងប្អូនឡើងវិញសម្រាប់គ្រឿងក្រៅទាំងអស់ដែលខ្ញុំបានបង្ហាញហ្នឹងគឺត្រូវជាមួយសាច់ជ្រូកចំនួនកន្លះគីឡូចំពោះការប្រឡាក់ហ្នឹងគឺច្បល់វារៀងយូរបន្តិចមកណាបងប្អូនច្បល់ប្រហែលជា6-7នាទីឲ្យវាចូលជាតិមកល្មមហើយយើងសកត់វាដាក់ផ្អាប់ទុកចោលសិនយើងផ្អាប់ប្រហែលជា20នាទីអីសិនទៅចាំយកទៅអាំងធ្វើអញ្ចឹងទៅបានសាច់ជ្រូករបស់យើងហ្នឹងវាចូលជាតិបានល្អបើសិនជាយើងប្រឡាក់ភ្លាមយកទៅអាំងភ្លាមក៏វាអត់សូវចូលជាតិដែរហើយសម្រាប់ការអាំងវិញគឺខ្ញុំអាំងនៅក្នុង microwave oven មួយខាងគឺចំនួន12នាទីហើយបើសិនជាបងប្អូនអាំងដោយប្រើចក្រានធ្យូងធម្មតាយើងលៃលោកមើលតាមនឹងទៅព្រោះអីកម្ដៅវាអត់ដូចគ្នាទេអញ្ចឹងហើយរយៈពេលក៏វាខុសគ្នាដែរហើយសម្រាប់សាច់ជ្រូកដែលយើងនៅសល់ហ្នឹងយើងអាចខ្ចប់ទុកក្នុងប្រអប់ទុកក្នុងទូទឹកកកទុកញ៉ាំពេលក្រោយបានប៉ុន្តែកុំទុកយូរពេកបងប្អូននិយាយទៅចំពោះសាច់ប្រឡាក់មិនថាត្រីប្រឡាក់ក៏ដោយសាច់ជ្រូកប្រឡាក់ក៏ដោយទៅទុកយូរគឺវាអត់សូវឆ្ងាញ់ទេនិយាយទៅបើសិនជាយើងទុកវាខ្ទង់ 4-5 ថ្ងៃអីគឺវានៅឆ្ងាញ់អញ្ចឹងណាប៉ុន្តែបើសិនជាបងប្អូនទុកដល់មួយអាទិត្យឬក៏កន្លះខែអីទៅបានយកមកអាំងគឺលែងឆ្ងាញ់ហើយបងប្អូនហើយសម្រាប់ការអាំងហ្នឹងយើងអាំងវាឲ្យឡើងក្រៀមល្អអញ្ចឹងមកបានឆ្ងាញ់ហើយបើសិនជាបងប្អូនមានគីមជីយើងអាចញ៉ាំតាមបែបកូរ៉េបានយើងដាក់គីមជីជាមួយស្លាតក្តោបហើយនឹងសាច់ជ្រូក3ជាន់មកគឺវាឆ្ងាញ់មួយបែបតែបើអត់មានទេញ៉ាំជាមួយការ៉ុតក៏ឆ្ងាញ់ដែរហ្នឹងហើយបងប្អូននេះគឺសាច់ជ្រូក3ជាន់ប្រឡាក់របស់ខ្ញុំគឺបានធ្វើរួចរាល់ហើយណាហើយឥឡូវខ្ញុំខ្លួនទៅដើម្បីប្រាប់បងប្អូនថារសជាតិនឹងយ៉ាងណាដែរអញ្ចឹងណាហើយសម្រាប់សាច់ជ្រូក3ជាន់ហ្នឹងមិនមែនរបៀបញ៉ាំជាមួយបាយស្រូបពេលព្រឹកទេណាបងប្អូនរបៀបដែលខ្ញុំប្រឡាក់នេះគឺញ៉ាំលេងឬក៏ប្រើជាគ្រឿងក្លែមគឺត្រូវហើយបើសិនជាបងប្អូនណាដែលចង់យករបៀបហ្នឹងទៅធ្វើលក្ខណៈថាញ៉ាំជាមួយបាយស្រូបញ៉ាំជាមួយបាយព្រឹកអីអញ្ចឹងណាបន្ថែមរសជាតិឲ្យរៀងប្រៃជាងនឹងបន្តិចដោយសារតែរសជាតិនេះគឺល្មមញ៉ាំលេងនិយាយទៅញ៉ាំអត់ទ្រាំនេះណាបងប្អូនសម្រាប់សាច់ជ្រូកប្រឡាក់នេះណាបើសិនជាបងប្អូនអត់មានគីមជីទេញ៉ាំជាមួយការ៉ុតហើយនឹងស្រាតក្តោបក៏បានហើយបើសិនជាបងប្អូនមានគីមជីនេះវិញយើងញ៉ាំរបៀបកូរ៉េបងប្អូនយើងចាប់សាច់ជ្រូក3ជាន់ដាក់ជាមួយស្លាតក្តោបជើងម៉ែវហើយមួយទៀតហ្នឹងនេះបងប្អូនគីមជីរបស់យើងហ្នឹងអាហ្នឹងញ៉ាំរបៀបកូរ៉េអញ្ចឹងបងប្អូននិយាយទៅឆ្ងាញ់មួយយ៉ាងម្នាក់ញ៉ាំជាមួយគីមជីចេះក៏ឆ្ងាញ់ញ៉ាំជាមួយការ៉ុតចេះក៏ឆ្ងាញ់ដែរអត់តលាន់ទេនិយាយមែនសម្រាប់ខ្ញុំនិយាយទៅខ្ញុំឲ្យតែរបស់មៀតខ្លាញ់គឺខ្ញុំអត់ចូលចិត្តហ្មងបងប្អូននិយាយទៅខ្លាញ់ជ្រូកក៏ដោយសាច់ជ្រូក3ជាន់ហ្នឹងគឺខ្ញុំអត់ដែរញ៉ាំទេបងប្អូនដោយសារតែខ្ញុំរបៀបមនុស្សអត់ចេះញ៉ាំខ្លាញ់ប៉ុន្តែពេលដែលខ្ញុំប្រឡាក់របៀបនេះហើយយកទៅអាំងឲ្យរៀងក្រៀមចេះទៀតគឺថារសជាតិនឹងឆ្ងាញ់ខ្លាំងមែនតើហ្មងហើយញ៉ាំគឺអត់តលាន់នេះណាធានាឲ្យបងប្អូនអាចសាកធ្វើបាននឹង
ngày bông bón xem đẹp video bao nhiêu thì mình tập bản năng tê hay xem đẹp là biệt đây ca và là sẽ chụp bay cho nên tình nghĩa thay bông bón phơi nhâm hay cứ đăng tại trôi chân mong sầm khăn nhâm tới ọt tờ loạn tê anh nhâm chụp mũi cà rốt cọp bán rồi còn nhâm chụp mũi kim chi chụp mũi salad cái đau ấy của bạn đầy hay bị sân chụp bông bón mình chỉ mình tại dụng bó rồi còn chụp ngỏ đấy ai comment ban nè ở con chán chụp nên video cài cài